សួស្តីនៅខ្មែរបានឆ្នាំអីខ្មែរខ្ញុំស្អាតគិនច្រើនខ្ញុំស្អាតនៅខ្មែរ20ឆ្នាំជាងអូជិះស្វាយហ្នឹងមកស្វាយមុខទៀតបាទសួស្តីទាំងអស់គ្នានៅក្នុងវីដេអូនេះដែរគឺជាដំណើរកម្សាន្តមួយដែលពួកខ្ញុំបានទៅលេងភ្នំតកកនៅប្រទេសស្វីសកាលពីដើមឆ្នាំ2025អញ្ចឹងចង់នឹងថាដំណើរកម្សាន្តមួយនឹងវារ៉ាក់រ៉ាក់ប៉ុណ្ណាកុំភ្លេចតាមដានទស្សនាវីដេអូដល់ចប់ទាំងអស់គ្នាបើថើនេះ640នេះចុះចាណៃអូយអត់មានសុបាយចិត្តអីបន្តិចអត់មានធ្វើអីសុបាយចិត្តអីបន្តិចបាយពុកបាញ់លុយកុងអូបាញ់លុយកុងទៀតខ្ញុំ70ចេញធូឥឡូវទៅហើយអើយយ៉ាប៉ុន្តែវាមួយថ្ងៃដែរហ្នឹងមកដើម្បីទៅដល់ភ្នំតកកហ្នឹងដំបូងឡើយគឺខ្ញុំត្រូវជិះរថភ្លើងពីទីក្រុងស៊ូរិកទៅកាន់ទីក្រុងលូសឺនហើយត្រូវដូរជើងរថភ្លើងពីទីក្រុងលូសឺនហ្នឹងដើម្បីជិះតទៅកាន់ក្រុងតូចមួយឈ្មោះថា Engelberg ដែលមានចម្ងាយប្រហែលជា85គីឡូម៉ែត្រពីទីក្រុងស៊ូរិកហើយបើនិយាយពីទេសភាពនៅតាមដងផ្លូវទៅកាន់ទីក្រុង Engelberg នឹងវិញគឺថាខ្ញុំឲ្យ10លើ10តែម្ដងដោយសារតែថ្ងៃខ្ញុំទៅហ្នឹងវាមានព្រិលធ្លាក់មានអីយ៉ាងទៅអញ្ចឹងតកកហ្នឹងវាជាប់នៅលើតំបន់ផ្ទះលើដើមឈើនៅតាមផ្លូវហើយនៅតាមផ្លូវនេះខ្ញុំមើលឃើញភ្នំតកកឃើញបឹងឃើញអីអញ្ចឹងទៅគឺថាវាស្រស់ស្អាតមែនតើនេះគឺជាភូមិឈ្មោះថា Engelberg តកកពេកអត់សូវល្ងាចទេដោយសារវាតកកច្រើននេះ correspondent អ្នករាយការណ៍អ្នកយកព័ត៌មានឥឡូវពួកខ្ញុំកំពុងទិញសបុតឡើងជិះ cable car អស់ម្នាក់100ឡើងហើយនឹងចុះទៅ50មក50មិនពេលទិញសបុតទៅគេឲ្យស្អីគេ instruction paper ជិះបានអីខ្លះអញ្ចឹងលើហ្នឹងអូសិនតែមកជិះស្គីនេះអូស្អីប៉ុនប្រាប់ម៉ែទៅទុយហើយពួកខ្ញុំត្រូវជិះអនុឡើង cable មកខ້ອຍទុំលើមីហល់មែនតាពុកភ្នំឥឡូវហ្នឹងពួកខ្ញុំបានទិញសបុតហើយសម្រាប់សបុតក្នុងម្នាក់គឺ$100ទាំងទៅទាំងមករួមបញ្ចូលនឹងថ្លៃឡានក្រុងជិះពីកន្លែងលក់សបុតហ្នឹងទៅកន្លែងជិះកត្រកហ្នឹងទាំងទៅទាំងមកដូចគ្នាសម្រាប់ភ្នំដែលពួកខ្ញុំកំពុងតែឡើងហ្នឹងមានឈ្មោះថាភ្នំ Titlis មានកម្ពស់3200ម៉ែត្រហើយវាក៏ស្ថិតនៅក្នុងជួរភ្នំអាប់ដូចគ្នាថ្ងៃដែលពួកខ្ញុំទៅដល់ហ្នឹងសម្រាប់អាកាសធាតុវិញដោយសារតែវាមានខ្យល់ផងអីផងអញ្ចឹងទៅវាត្រជាក់ខ្លាំងមែនតើគឺដល់ដក10អញ្ចឹងទៅពេលដែលពួកខ្ញុំឡើងទៅដល់លើហ្នឹងម្នាក់គឺថាស្វាយមុខស្វាយមាត់អស់ហើយឃ្លានផងអីផងប៉ុន្តែនៅពេលតែទៅដល់លើហ្នឹងសប្បាយចិត្តដោយសារបានឃើញទេសភាពស្អាតអីអញ្ចឹងបានមកកន្លែងក្នុងក្តីសម័យអីទៅក៏លែងខ្វល់ពីភាពត្រជាក់ភាពអីហ្នឹងក៏លែងឃ្លានលែងអីទៅក៏នាំគ្នាចាប់ផ្ដើមថតរូបមិនចាប់ផ្ដើមថតរូបគឺសម្រុកថតរូបតែម្ដងក៏ពីដើរថតរូបអស់ចិត្តអស់ចង់ហើយពួកខ្ញុំក៏សម្រេចចិត្តថានឹងចុះមកក្រុមវិញឲ្យបានមុនម៉ោង4កន្លះដោយសារកន្លែងគេត្រូវបិទម៉ោង4កន្លះអញ្ចឹងទៅពួកខ្ញុំអត់ចង់មកជើងចុងក្រោយខ្លាចមនុស្សច្រើនទៅវាពិបាកចុះហើយមួយទៀតដោយសារវារៀងត្រជាក់ទៅចុះថ្ងៃរៀងជេរដែរវាចិត្តយកល្ងិតអីអញ្ចឹងទៅក៏សម្រេចចិត្តថាចុះមកប៉ុន្តែមានអីពេលចុះមកដល់កន្លែងត្រូវជិះខ្សែរ៉កចុះក្រុមវិញហ្នឹងមនុស្សពេញដដែលអញ្ចឹងទៅវាដូចប៉ុន្តែពេលដែលចុះមកដល់ក្រុមគឺអីដែលល្អគឺពួកខ្ញុំបានមើល Golden Hour ហ្នឹងអញ្ចឹងគឺថាទេសភាពនៅ Golden Hour នៅភ្នំតកកហ្នឹងគឺថាវាស្អាតមែនទែនហ្មងចុះអ្វីចាំឡានជិះទៅចាំគ្នាតែគាត់ចូលទៅសម្រាប់តែចុះមក4កន្លះគេបិទទៅពីលើមកដោយសារវាទៅវាពិបាកហើយវាមានខ្យល់ខ្លាំង